បងប្អូនធ្លាប់ញ៉ាំខថៃឆ្លូញអត់ថ្ងៃនេះឃើញថៃឆ្លូញធំៗល្អណាស់ឃើញដល់ធ្វើខហ្មងណាថៃឆ្លូញនេះមួយថៃខ្ចឹងនេះពីរឲ្យទៅធំនិយាយថាយកមកខឆ្ងាញ់ណាស់សម្រាប់វិធីខមានអីពិបាកទេបងប្អូនដូចតែគេដូចតែឯងអញ្ចឹងជាដំបូងយើងដាក់ស្ករត្នោតឬកូនស្ករត្នោតឲ្យឡើងពណ៌ក្រហមសិនទៅណាស្ករត្នោតរបស់ខ្ញុំនេះពណ៌វារាងកម្ៅតិចឯងបងប្អូនដោយសារស្ករត្នោតចាស់ហ៎បន្ទាប់មកទៀតបន្ថែមវាជាមួយអំបិលប៊ីចេងម្រេចទឹកត្រីខ្ទឹមសយើងកូរគ្រឿងផ្សំទាំងអស់ឲ្យឡើងឈ្ងុយចូលគ្នាសិនទៅបងប្អូនឲ្យឡើងក្រហមពងក្រងណាចាំយើងចាក់ត្រីឆ្លុយរបស់យើងចូលទៅយើងកូរត្រីឆ្លូនជាមួយស្ករនឹងឲ្យសព្វចូលគ្នាទៅបងប្អូនយើងរងាស់ស្ករជាមួយត្រីនឹងប្រហែលជា15នាទីទៅ20នាទីសិនទៅបងប្អូនយើងប្រើភ្លើងតិចៗណាប្រយ័ត្នខ្លោចយើងមើលត្រីហើយនឹងស្ករនឹងវាចូលចិត្តគ្នាបានល្អហើយចាំយើងចាក់ទឹកចូលបន្ទាប់ពីចាក់ទឹកចូលហើយយើងរងាស់ត្រីនឹងរហូតដល់វាឆ្អិនទៅបងប្អូនខត្រីបងប្អូនធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំមកអត់មានក្លិនឆ្អាបសោះហ្មងណាខបងប្អូនខភ្លាមញ៉ាំភ្លាមក៏អត់ឆ្ងាញ់ដែរបងប្អូនខពីល្ងាចស្អែកឡើងចាំបងប្អូនកដៅម្ដងទៀតញ៉ាំឆ្ងាញ់ហ្មងខវាងុំល្អបងប្អូនវីដេអូខត្រីបានចប់ហើយបងប្អូនដែលពេញចិត្តវីដេអូនេះកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណាអរគុណ